សូមជម្រាបសួរថ្ងៃនេះដែរគឺនាងខ្ញុំសូមធ្វើការបង្ហាញអំពីគម្រោងមួយកន្លែងដែលយើងបាននឹងកំពុងធ្វើការបាញ់ថ្នាំគ្រាប់ស្ទាប់ពីយើងធ្វើការបៀកម្សៅបៀគ្រាប់សាច់ពីជាន់រួចរាល់ហើយនឹងការសរេជ្រីឲ្យស្អាតហើយនឹងត្រង់រួចរាល់គឺយើងធ្វើការលាបថ្នាំទ្រនាប់ថ្លាមួយជាន់ពីលើបន្ថែមបន្ទាប់មកទៀតគឺយើងធ្វើការបាញ់ថ្នាំគ្រាប់សាច់ដែលយើងធ្វើការបាញ់ពីជាន់ផងដែរក្នុងវីដេអូនេះគឺគាត់កំពុងតែធ្វើការបាញ់ថ្នាំជាន់ទី2ហើយចាហើយបន្ទាប់មកទៀតទៅគាត់ធ្វើការវគ្គនេះពីលើមួយជាន់ទៀតជាទូទៅសម្រាប់ថ្នាំគ្រាប់សាច់នេះនៅក្នុងប្រទេសយើងគឺកំពុងតែមានការពេញនិយមច្រើនមែនទែនជាពិសេសគម្រោងវិឡាភូមិគ្រឹះធំដែលគាត់កំពុងតែធ្វើការប្រើប្រាស់ថ្នាំគ្រាប់សាច់ក៏ដូចជាថ្នាំគ្រាប់ថ្មក្រានីតផងដែរដើម្បីធ្វើការដេគ័រផ្នែកខាងក្រៅដែលវាមានលក្ខណៈដូចជាមួយនឹងគ្រាប់ថ្មភ្នំធម្មជាតិក៏ដូចជាថ្មម៉ាបធម្មជាតិដែលធ្វើឲ្យសំណង់អាគារកាន់តែមានភាពរឹងមាំក៏ដូចជាមានភាពស្រស់ស្អាតជាពិសេសគឺមានភាពងាយស្រួលក្នុងការធ្វើសន្សំសំចៃពេលវេលាច្រើនមែនទែនមួយទៀតគឺធ្វើឲ្យមានការធន់នឹងការពារស្នាមប្រេះជាមួយនឹងកាសធាតុពិសេសជាងនេះទៅទៀតម្ចាស់គម្រោងអាចធ្វើការជ្រើសរើសពណ៌ថ្នាំគ្រាប់សាច់ដែលយើងអាច customize ក៏ដូចជាអាចធ្វើតាមពណ៌ដែលម្ចាស់គម្រោងគាត់ស្រឡាញ់បានផងដែរ